គេថាទុកឲ្យសៀមធ្វើតាមចិត្តសិនចុះយើងចាំយើងនឹងប្រមូលផុសតាំងប្តឹងទារសំណងក្រោយតើលោកតាមានយោបល់យ៉ាងម៉េចដែរចៅទឹកដីដែលសៀមកាន់កាប់វានឹងបានមកវិញខ្លះក្រោយការចរចាវានឹងបានមកវិញខ្លះតែរឿងទៅប្តឹងសៀមឲ្យឈ្នះយកដីទាំងអស់មកវិញឲ្យចំណេញគឺជាសម្ដីភូតកុហករបស់ពួកកថាទេពួកកថាលោកហ៊ុនសែននឹងខំប្រឹងនិយាយភូតណាវាភូតថាហៅភ្ញៀវចូលតុលើកម្ហូបវាភូតថាសៀមងាប់ 6000 លបោះ 20000 វាភូតថាសៀមច្បាំងអស់តាហ៊ានយកពួកកែរ៉ែនមកជួយច្បាំងវាភូតថាណាយកសៀមធ្វើជីដាក់ស្រែមិនបាច់ទិញជីដាក់ស្រែទៀតទេវាភូតថាចេះទាំងកញ្ច្រែងសៀមទប់មិនជាប់ទេទីបំផុត38ចំណុចតាមបណ្ដោយព្រំដែន800គីឡូម៉ែត្រសៀមវាយយកកាន់កាប់ឥឡូវវាបន្តភូតទៀតវាថាតតែសៀមចូលកាន់កាប់ទឹកដីអស់ហ្នឹងទៅប្តឹងសៀមបានវាបន្តភូតទៀតវាភូតរហូតឥឡូវវាកំពុងប្រមូលទាហានបងប្អូនឥឡូវចាប់ដើមប្រមូលទាហានហើយទាហានអត់ខ្វះទេតែកូនអ្នកមានកូនលោកធំអត់ចាញ់ច្បាំងអញ្ចឹងគេកំពុងតែរើសទាហានហើយណាគេកំពុងតែរើសទាហានហើយអ្នកណាដែលក្រីក្រចូលធ្វើទាហានទៅបើគេច្បាំងគេឲ្យច្បាំងទៀតអញ្ចឹងប៉ុណ្្នឹងទេអូខេអញ្ចឹងម៉ូនីកាពាក្យហ្នឹងស្ដាច់តែចៅទេចៅចង់ជឿក៏ជឿទៅណាហ្សារ៉ាខ្ញុំជាជនភាសាមិនមែនភាសាទេកូនភាសាប្រទេសមានជ័យរយៈពេល1ខែជាងហើយមិនទាន់បានទេដេកអូខេអរគុណព័ត៌មានកូនអញ្ចឹងការចាត់ចែងធនធានធម្មជាតិនេះគឺសំខាន់ណាស់ណាការចាត់ចែងធម្មជាតិធនធានធម្មជាតិនេះគឺសំខាន់ណាស់តែអត់ចេះចាត់ចែងប្រៀបបាននឹងផ្ទះមួយគេឲ្យវិមានមួយយើងនៅតែយើងអត់ចេះថែទាំយើងនៅតែ5ឆ្នាំទេវិមានហ្នឹងខ្លាយទៅជាធុងសម្រាមណាវិមានហ្នឹងទៅជាធុងសម្រាមណាម៉ូនីកាអ្នកបាត់គឺយើងអត់ដឹងធ្វើមិនកើតទេតែអ្នកដែលមិនទាន់បាត់កុំឲ្យចាញ់បោកគេណារឿងបាត់របស់ទៅហើយអាហ្នឹងធ្វើអីវាមិនកើតទេណាកូនតែកុំឲ្យចាញ់បោកគេតទៅទៀតឈប់ចាញ់បោកគេទៅជួយប្រាប់ពីរបៀបបង្រៀនរបស់មហាវិទ្យាល័យនៅអាមេរិកបានទេខ្ញុំចង់ដឹងថាតើខុសពីការបង្រៀននៅខ្មែរឬទេឆ្លើយខ្លីណាមួយកិច្ចការបង្រៀននៅមហានិងសាកលវិទ្យាល័យអាមេរិកមិនដូចការបង្រៀននៅមហានិងសាកលវិទ្យាល័យនៅកម្ពុជាទេពីព្រោះអ្វីពីព្រោះសាស្ត្រាចារ្យអាមេរិកនិងគរុកោសលអាមេរិកវាខុសគ្នានៅក្នុងពិភពលោកនេះគេបង្កើតបាននៅជំរើសនៃឧត្តមសិក្សាឋានអ្វីទៅហៅថាជំរើសនៃឧត្តមសិក្សាឋានគឺគេតែងតែមានបញ្ជីជំរើសពីចំនួននៃឈ្មោះសាកលនិងមហាវិទ្យាល័យដែលមានគុណភាពណាគឺគេមានជំរឿននៅបញ្ជីនៃឧត្តមសិក្សាឋានជាមហានិងសាកលវិទ្យាល័យថាតើប្រទេសណាមានមហានិងសាកលវិទ្យាល័យជំរើសលេខប្រមាណនឹងមួយអាហ្នឹងគេហៅថាជំរើសថ្នាក់ពិភពលោកនៅសហរដ្ឋអាមេរិករៀងរាល់ឆ្នាំគេបោះពុម្ពសៀវភៅនឹងក្រាស់ណាស់បងសៀវភៅនឹងប្រហែលជាជាង 1000 ទំព័រគេបោះក្រដាសថោកពេលថាក្រដាសថោកហ្នឹងកាលណាយើងទុក 2-3 ឆ្នាំទៅវាឡើងជាប់ពីព្រោះគេបោះសៀវភៅហ្នឹងគេលក់ថោកទេសៀវភៅហ្នឹងគេលក់មួយក្បាល20ឡាយទៅហ្នឹងឯងណាគេបោះក្រាស់គេហៅថា best colleges in America best university in America គេបោះដែលគេដាក់ចំណងជើងថាសាកលវិទ្យាល័យល្អក្នុងសហរដ្ឋអាមេរិកហើយនឹងសាកលវិទ្យាល័យហើយនឹងមហាវិទ្យាល័យល្អក្នុងសហរដ្ឋអាមេរិកគេបោះសៀវភៅកម្រាស់ហ្នឹងរៀងរាល់ឆ្នាំគេដាក់ best college 2024 best university 2025អញ្ចឹងណាគេដាក់ចឹងសៀវភៅដែលគេបោះនោះគេបង្ហាញពីរបៀបធ្វើចំណាត់ថ្នាក់នៃឧត្តមសិក្សាគេពឹងលើអ្វីដើម្បីគេធ្វើចំណាត់ថ្នាក់ខាងឧត្តមសិក្សាណាកាហាន់គេពឹងលើអ្វីឥឡូវខ្ញុំលើកយកមកឲ្យបាទណាខ្ញុំលើកយកមកឲ្យតែកូនឯងបានដឹងខ្លះតើគេពឹងលើអ្វីដំបូងគឺចង់ដឹងអំពីសាកលវិទ្យាល័យនៅក្នុងពិភពលោកសាកលវិទ្យាល័យឬឧត្តមសិក្សាឋានក្នុងពិភពលោកណាវាមានចំណាត់ថ្នាក់របស់វាចំណាត់ថ្នាក់របស់វាហ្នឹងគឺធ្វើឡើងដោយអង្គការដែលអង្គការហ្នឹងគេទទួលស្គាល់នៅក្នុងពិភពលោកអង្គការដែលដាក់ចំណាត់ថ្នាក់ឧត្តមសិក្សាឋានក្នុងពិភពលោកជាអង្គការនៅក្នុងប្រទេសលោកសេរីរីឯអង្គការនៅក្នុងប្រទេសផ្ដាច់ការ
ដូចជាអង្គការរបស់ចិនដូចជាអង្គការរបស់រុស្ស៊ីគាត់មានរបស់គាត់តែគេអត់ទទួលស្គាល់គេមិនបានបដិសេធចំណាត់ថ្នាក់ចិនទេតែគេអត់ទទួលស្គាល់គេអត់បដិសេធតែគេមិនទទួលស្គាល់អញ្ចឹងអង្គការដែលបង្កើតចំណាត់ថ្នាក់នៃឧត្តមសិក្សាឋាននៅក្នុងពិភពលោកគឺគេយកតាមណាគេយកតាមអង្គការមានដូចតទៅណាគេយកតាមអង្គការមានដូចតទៅដូចជា World University Ranking មានអង្គការមួយឈ្មោះហៅថា World University Ranking នៅអង្គការមួយគេហៅ Academic of ណា of Academic ណា Academic Ranking of World University អង្គការមួយទៀតគេមានអញ្ចឹងដូចជា QS World University Ranking គេហៅ QS ណា World University Ranking នៅអង់គ្លេសនៅប្រទេសអង់គ្លេសណានៅប្រទេសអង់គ្លេសគេផ្ដល់នៅគុណសម្បត្តិសាកលវិទ្យាល័យដូចតទៅគេផ្ដល់នៅគុណសម្បត្តិដូចតទៅគុណសម្បត្តិដែលគេផ្ដល់ឲ្យទី1គេហៅថា academic reputation ខ្មែរគ្មានពាក្យប្រែទេបើយើងប្រែថាសភាចារកិច្ចយើងស្ដាប់អត់បានទេអញ្ចឹងពាក្យថា academic reputation គឺឋានៈល្បីល្បាញនៃការសិក្សាអប់រំរបស់សាស្ត្រាចារ្យសុទ្ធតែជាសាស្ត្រាចារ្យកំពូលល្បីល្បាញខាងបង្រៀនល្អនឹងហៅថា academic reputation មួយទៀតគេយកចិត្តទុកដាក់លើ employer reputation ប្រែថាណាអូខេប្រែថានៅពេលដែលនិស្សិតបញ្ចប់ការសិក្សាពីសាលាមួយណាតើនៅក្នុងឆ្នាំសិក្សានីមួយមានគេចង់ជួលឬទេឧទាហរណ៍និស្សិតម្នាក់បញ្ចប់ការសិក្សាផ្នែកកិច្ចការជំនួញនៅសាកលវិទ្យាល័យក្រុងភ្នំពេញនិស្សិតមួយចំនួនទៀតបញ្ចប់សិក្សានៅសាកលវិទ្យាល័យក្រុងហូជីមិញមុខវិជ្ជាដូចគ្នានៅសិង្ហបុរីនៅជប៉ុនតើបញ្ចប់សិក្សាមុខវិជ្ជាហ្នឹងចេញពី Kyoto University អាចរកការងារធ្វើក្នុងពិភពលោកបានប៉ុន្មានអ្នកបញ្ចប់ការសិក្សាមុខវិជ្ជាដូចគ្នាចេញពី Singapore University ចេញទៅក្នុងពិភពលោកគេជួលប៉ុន្មានអ្នកបញ្ចប់ការសិក្សាចេញពី Ho Chi Minh University គេជួលប៉ុន្មានអ្នកបញ្ចប់ការសិក្សាចេញពី Bill Brai ឬក៏ភ្នំពេញ University បានប៉ុន្មានអ្នកបើសិនណាជាប្រទេសណាដែលបញ្ចប់ការសិក្សាមុខវិជ្ជាហ្នឹងហើយគេជួលច្រើននៅក្នុងទីផ្សារអន្តរជាតិទីផ្សារការងារអន្តរជាតិអាហ្នឹង University ហ្នឹងវាជាប់ចំណាត់ថ្នាក់ខ្ពស់អូខេណាអាហ្នឹងចំណាត់ថ្នាក់ទី1គេហៅថា employer reputation គឺអ្នកដែលជាក្រុមហ៊ុនធំគេឲ្យតម្លៃទៅសាកលវិទ្យាល័យហ្នឹងគេថាឲ្យតែសិស្សចេញពីសាកលវិទ្យាល័យហ្នឹងគេចង់ជួលណាអាហ្នឹងជា employer reputation អាមួយទៀតគេចំណាត់ថ្នាក់គេហៅ faculty to student ratio ណាគឺការបង្រៀនជាមួយនឹងសិស្សណាថាតើក្នុង faculty មួយគេបង្រៀនសិស្សគ្រប់គ្រាន់ពេលវេលាហើយនឹងវិញ្ញាសាពេញលេញដែលសិស្សនឹងបញ្ចប់ការសិក្សាធ្វើការបង្កើតណាអាហ្នឹងគឺជាចំណុចមួយទៀតគឺ citation for faculty នៅក្នុងមហាវិទ្យាល័យនៃផ្នែកហ្នឹងតើកិច្ចការដែលគេធ្វើហ្នឹងត្រូវបានអ្នកដទៃយកទៅប្រើប្រាស់ឬទេណាមួយទៀតគឺ international student and staff តើសាកលវិទ្យាល័យឬក៏មហាវិទ្យាល័យឬក៏ឧត្តមសិក្សាឋានហ្នឹងវាជាទីស្វាគមន៍ជាទីចង់បានរបស់និស្សិតបរទេសប៉ុណ្ណាចូលចិត្តប៉ុណ្ណាអីប៉ុណ្ណាពីព្រោះមានជំនឿថារៀនចប់ទៅចេញទៅធ្វើការនៅក្នុងពិភពលោកមានមុខមាត់ជានិស្សិតបញ្ចប់ការសិក្សាចេញឧទាហរណ៍ដូចជានៅអ្នកបញ្ចប់ការសិក្សានៅ Harvard គឺវាមានពិភពលោកជួលអ្នកបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដទៃនៅអឺរ៉ុបនៅ Cambridge នៅស្អីនៅសៀងប៉ូលនៅស្អីដទៃទៀតកន្លែងណាដែលគេមានលទ្ធភាពមនុស្សនៅក្នុងពិភពលោកអ្នករស់ស៊ីនៅក្នុងពិភពលោកចង់ជួលអាហ្នឹងអញ្ចឹងហ្នឹងគឺរបៀបដែលគេចំណាត់ថ្នាក់ឧត្តមសិក្សាឋានក្នុងពិភពលោកបន្ទាប់មកទៀតចំណាត់ថ្នាក់ឧត្តមសិក្សាឋាននៅក្នុងប្រទេសនីមួយឧទាហរណ៍អ្នកបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្រុងហាណូយ
ហើយនឹងអ្នកបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្រុងហូជីមិញឧទាហរណ៍ណាគេចូលចិត្តជួលអ្នកដែលរៀនចេញពីហូជីមិញច្រើនជាងអ្នករៀនចេញពីហាណូយអញ្ចឹងហូជីមិញវាចំណាត់ថ្នាក់ខ្ពស់សាកលវិទ្យាល័យក្រុងបាត់ដំបងសាកលវិទ្យាល័យក្រុងកំពង់ចាមសាកលវិទ្យាល័យក្រុងភ្នំពេញសាកលវិទ្យាល័យដូចគ្នារៀនមុខវិជ្ជាដូចគ្នាសញ្ញាបត្រដូចគ្នាតែគេជួលសាកលវិទ្យាល័យណាជាងសាកលវិទ្យាល័យจุฬាលង្កនធម្មសាស្ត្រសេដ្ឋសាស្ត្រអីចឹងទៅណាឬក៏សិល្បៈវឌ្ឍនធម៌ឬក៏សាកលវិទ្យាល័យឈៀងម៉ៃតើសាកលវិទ្យាល័យណាតែគេចូលចិត្តជួលសិស្សជាងហ្នឹងគេហៅថាចំណាត់ថ្នាក់ប្រចាំប្រទេសណាអាហ្នឹងគឺជាចំណែកណាចំណែកគេមានចំណាត់ថ្នាក់គេច្រើនហើយចំណាត់ថ្នាក់នេះចិនបានបង្កើតណាចិនបានបង្កើតចំណាត់ថ្នាក់ដូចគ្នាតែពិភពលោកអត់ទទួលស្គាល់ហើយចិនបានបន្តវ៉ាទៀតថាអ្នកឯងមិនទទួលស្គាល់អ្នកឯងប្រកាន់រើសអើងខ្ញុំចង់និយាយថាម៉េចដល់គេអត់ទទួលស្គាល់គេអត់ទទួលស្គាល់ឧទាហរណ៍តែគេនិយាយថាសាកលវិទ្យាល័យក្រុងប៉េកាំងប្រកែជាប់លេខ20ក្នុងលោកជាប់លេខ20និស្សិតបរទេសអត់ទៅរៀននេះសាកលវិទ្យាល័យក្រុងប៉េកាំងគេចង់រៀនសាកលវិទ្យាល័យក្រុងប៉ារីជាងគេចង់រៀនសាកលវិទ្យាល័យ Cambridge ជាង London ជាងគេចង់រៀនសាកលវិទ្យាល័យ Harvard ជាងអញ្ចឹងចិនតែចង់ដាក់លេខសាកលវិទ្យាល័យក្រុងប៉េកាំងលេខ25ក៏ដោយតែចំនួនសិស្សដែលចង់ទៅរៀននៅសាកលវិទ្យាល័យក្រុងប៉េកាំងសិស្សដែលចង់ទៅរៀននៅសាកលវិទ្យាល័យក្រុងប៉េកាំងវាតិចជាងមានន័យថានៅតែអត់ល្បីនៅតែអត់ទទួលស្គាល់អាហ្នឹងអញ្ចឹងបាទអញ្ចឹងណាកាន់ហាន់ទៀងណារ៉ាន់អត់យកចិត្តទុកដាក់នឹងសម្រាមទេសម្រាមតាបោកទៅដាក់ក្នុងធុងសម្រាមមីកថាវាប្រកាសទៅណាក៏តាអត់ខ្វល់ដែរពីព្រោះវាជាជនទុរយុទ្ធវាធ្វើឲ្យអ្នកដទៃរងទុក្ខវេទនាច្រើនណាស់បើគេយកវាទៅណាទៅបើចៅឯងតាមរកវាទៅក៏មកសួរតាអូខេណារ៉ាន់ពីព្រោះចៅឯងមកយាទដូចវាបានចូលចិត្តវាមីកថាវាជាកថាហ៊ុនសែនដែលបានធ្វើឲ្យអ្នកដទៃរងទុក្ខវេទនាច្រើនហើយបាបកម្មដែលវាកសាងវាធ្លាក់មកលើខ្លួនវាអញ្ចឹងចង់វាប្រកាសទៅណាក៏ទៅតាមបើចៅជាគ្នាវាក៏មកមើលតាណាកូនណាក៏មកមើលតារៀនសូត្រចៅអត់គិតទេចៅចង់ហាត់កគូតមីកថាទៅតាមរកវាទៅរកវានៅពេញទៅសួរគេសួរឯងសួរនគរបាលសួរអីទៅពីព្រោះបាបកម្មធ្លាក់ទៅលើវាធ្វើឲ្យគេរងទុក្ខវេទនាវាបោកប្រាស់ទឹកចិត្តប្រជាជនខ្មែរវាជាកថាដែលអត់មានតម្លៃអីនឹងត្រូវយកវាមកទេអូខេទៀងណារ៉ាន់ដូច្នេះហើយបើចៅស្រឡាញ់វាខ្លាំងទៅតាមហាត់គូតវាទៅក៏មកសួរតាសួរម្ដងទៀតតាទិញចាញ់មនុស្សដែលវាធ្វើឲ្យប្រជាជនរងទុក្ខវេទនាដោយមីថោកថានេះអត់ត្រូវរំលឹកឈ្មោះវាទេវាប្រកាសតែណាទៅដូចខ្មោចអាសវ៉ាន់អញ្ចឹងពេលវាងាប់ទៅអត់មានអាណាចង់ដឹងថាគេកប់វានៅណាទេព្រោះវាជាមនុស្សអាក្រក់Brady e-commerce អត់ប្រយោជន៍ទេបើរៀន business administration តែបើរៀនតែ e-commerce អត់មានអាណាជួលទេគេមិនជួលទេអារៀនក្បែរក្បោកចឹងគេអត់ជួលទេអាហ្នឹងគេហៅថាមុខវិជ្ជាដែលចាញ់សញ្ញាបត្រសម្រាមក្រាស់ប្រគុណណាបងគេអត់ជួលទេជាសំណាងខ្ញុំឬសូរឈ្មោះនឹងគាត់អត់ចាប់អារម្មណ៍ទេអត់ចាប់អារម្មណ៍ម៉ាឡេព័ត៌មានប្រទេសទាំងប៉ុន្មានដែលលោកពូនិយាយមុននេះគឺមាន inflation ខ្ពស់ហើយលេខស្រុករួមទាំងប្រទេសតឺគីផងដែរតើលោកពូយល់យ៉ាងណាលើប្រទេសតឺគីដែលមាន inflation ខ្ពស់នេះប្រទេសតឺគីដែលសប្តាហ៍ថ្ងៃហ្នឹងនៅគេហៅថានៅទុកទល់ជាប់ណាដោយសារតែសមាជិកភាព NATO ព្រោះនៅក្នុង NATO គេតែងតែផ្ដល់ឱកាសគេមិនងាយឲ្យដូច Greg ដូចអីចឹងគេមិនងាយឲ្យដួលទេប្រទេសតឺគីជាប្រទេសមានទ្រព្យសម្បត្តិច្រើនប្រជាជនតឺគីមានការចេះដឹងល្អបង្គួរតែក្រោមការដឹកនាំរបស់ប្រធានាធិបតីអេដូហ្គាន់តាំងពីវាឡើងកាន់អំណាចមកតឺគីដុនដាបរហូតប្រធានាធិបតីតឺគីនេះជាមេដឹកនាំចោលមកសៀតមានមហិច្ឆតាចង់ធ្វើជាមេកោយនៅនឹងអារ៉ាប់ហ្នឹងតែអ៊ីស្រាអែលមិនឲ្យវាធ្វើកើតហើយវាក៏អត់ហ៊ានជល់ជាមួយអ៊ីស្រាអែលដែរបើវាជល់គឺវាមានបញ្ហាបន្ទាប់មកទៀតអ៊ីស្រាអែលមិនខ្លាចទេសូម្បីតែតឺគីជាសមាជិក NATO ក៏ដោយក៏អ៊ីស្រាអែលមានមធ្យោបាយវាយអាអេដូហ្គានបែកច្រមុះដែរចំណែកអាអេដូហ្គានអត់ហ៊ានវាយអ៊ីស្រាអែលមុនទេពីព្រោះបើអេដូហ្គានវាហ៊ានបើអេដូហ្គានវាហ៊ានវាយអ៊ីស្រាអែលមុនអ៊ីស្រាអែលយកលេសថាអាចនឹងកម្ចាត់អាអេដូហ្គានចោលហើយ NATO អត់អាច activate article NATO បានទេមានន័យថា NATO អាចលើកទ័ពមកជួយតឺគីបានទេពីព្រោះអាអេដូហ្គានវាវាយអ៊ីស្រាអែលមុនអ៊ីស្រាអែលកំពុងតែទុកឲ្យអាអេដូហ្គានវាយមុនឲ្យតែវាយមុនអាអេដូហ្គានគឺផេះហ្មង
ហើយអឺរ៉ុប NATO ហើយនៅអាមេរិកក៏គេមិនភ្នែកហើយគេថាបើសិនណាជាអឺដូហ្គានវាប៉ះពាល់អ៊ីស្រាអែលអង្គការ NATO ចាត់ទុកថាជាអំពើឈ្លានពានរបស់តឺគីអញ្ចឹងអ៊ីស្រាអែលអាចវាយតឺគីបានដោយអង្គការ NATO អត់អន្តរាគមន៍ទេនេះគឺជាកលឹះសម្ងាត់ពីព្រោះនៅក្នុងអង្គការ NATO គេស្អប់អឺដូហ្គានសម្បំណាតាក់ឧទាហរណ៍ជាក់ស្ដែងដូចជាប្រទេស Sweden Finland អីជាដើមគេអត់ចូលចិត្តអានោះទេណាអឺដូហ្គានគឺជាសម្រាមនៅក្នុងភ្នែក NATO អូខេតែហេតុតែគេមិនគៀបសង្កត់វាខ្លាំងដោយសារអីពីព្រោះប្រទេសតឺគីវានៅចំចំណុចភូមិសាស្ត្រនយោបាយនៃសមុទ្រខ្មៅ Black Sea ណាកូនណាអានឹងអញ្ចឹង